សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅរសៀលថ្ងៃទី26ខែកញ្ញាឆ្នាំ2025បានរៀបចំពិធីប្រកាសតែងតាំងគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលអាណត្តិទី6ក្រោមអធិបតីភាពលោកជំទាវ ពុំចន្ទទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងឯកឧត្តមបណ្ឌិតម៉ៅភិរុនប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលអាណត្តិទី5ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលខេត្តអាជ្ញាធរក្រុងស្រុកនិងមន្ទីរជុំវិញខេត្តក្នុងពិធីនេះលោកជំទាវ ពុំចន្ទទីនីបានផ្ដាំផ្ញើនៅសេចក្តីនឹករលឹកនិងការសួរសុខទុក្ខពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនអង្គពិធីទាំងមូលព្រមទាំងបានកោតសរសើរវាតម្លៃខ្ពស់ចំពោះស្មារតីនិងការទទួលខុសត្រូវក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខានិងគណៈកម្មាធិការសាខាកន្លងមកសម្រេចបាននៅជោគជ័យយ៉ាងច្រើនលោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកិត្តិយសគណៈកម្មាធិការសាខាអនុសាខាសមាជិកសមាជិកាអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមកម្ពុជាសប្បុរសជនមន្ទីរអង្គភាពដៃគូសហប្រតិបត្តិការគ្រប់ឋានានុក្រមដែលតែងតែចូលរួមសហការនិងជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលឲ្យដំណើរការបានយ៉ាងសកម្មបន្ថែមពីលើនេះលោកជំទាវ ពុំចន្ទទីនីបានអំពាវនាវដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់វិស័យឯកជនសង្គមស៊ីវិលដៃគូសហប្រតិបត្តិការសូមបន្តរក្សានិងពង្រឹងសាមគ្គីភាពលើកកម្ពស់វប្បធម៌ចែករំលែកបំផុសការចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌ដែលយើងទាំងអស់គ្នាតែងតែដង្ហែតាមព្រះរាជវីរៈគំរូមនុស្សធម៌របស់ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាក្នុងឱកាសនោះឯកឧត្តមខុនសាម៉េងនាយកដ្ឋានធនធានមនុស្សនៃទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាបានអានសេចក្តីសម្រេចស្តីពីការតែងតាំងគណៈកិត្តិយសសាខាខេត្តកណ្ដាលចំនួន56អង្គអ្នកស្រី11នាក់រួមមានព្រះសង្ឃ6អង្គសមាជិករដ្ឋសភា1រូបសមាជិកក្រុមប្រឹក្សាខេត្ត2រូបថ្នាក់ដឹកនាំក្រសួង1រូបអភិបាលរងខេត្ត7រូបប្រធានមន្ទីរអង្គភាពជុំវិញខេត្ត27រូបភរិយាថ្នាក់ដឹកនាំ5រូបនិងអាជីវករ7រូបដោយក្នុងនោះឯកឧត្តមបណ្ឌិតម៉ៅភិរុនត្រូវបានតែងតាំងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលសម្រាប់អាណត្តិទី6ឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានមានប្រសាសន៍ថាសម្រាប់លទ្ធផលការងាររយៈពេល9ខែឆ្នាំ2025នេះសាខាបានចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបាន158គ្រួសារក្នុងនោះគ្រួសាររងគ្រោះដោយអគ្គិភ័យខ្យល់កន្ត្រាក់លង់ទឹករន្ទះបាញ់ខ្សែភ្លើងឆក់គ្រោះថ្នាក់ចរាចរណ៍និងគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្ដល់អំណោយជាស្បៀងមានអង្ករជាដើមដល់សមាគមស្នាមញញឹមថ្មីនៃកុមារក្នុងស្រុកកណ្ដាលស្ទឹងដែលមានកុមារកំព្រាចំនួន156នាក់បានប្រគេនអង្ករដល់ព្រះសង្ឃពីរវត្តដែលមានព្រះសង្ឃសរុបចំនួន341អង្គបានផ្ដល់អំណោយជូនគ្រួសារងាយរងគ្រោះបំផុតសរុបចំនួន1323គ្រួសារក្នុងនោះចាស់ជរាឥតទីពឹងគ្រួសារក្រីក្រជនពិការនិងពលករខ្មែរមកពីប្រទេសថៃចំនួន239គ្រួសារបន្ទាប់ពីទទួលបានការតែងតាំងឯកឧត្តមបណ្ឌិតម៉ៅភិរុនប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលអាណត្តិទី6បានធ្វើការបដិញ្ញាចិត្តរក្សាខ្ជាប់នៅគោលការណ៍គ្រឹះទាំង7ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអធិចន្ទក្រហមយកចិត្តទុកដាក់ចូលរួមនិងជួយគាំទ្ររាល់បេសកកម្មការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលអាណត្តិទី6ដើម្បីឲ្យសម្រេចជោគជ័យក្នុងការអនុវត្តយុទ្ធសាស្ត្រ2021-2030
របស់កាកបាទក្រហមកម្ពុជាយកចិត្តទុកដាក់ជួយទំនុកបម្រុងនិងគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលក្នុងការអភិវឌ្ឍធនធានទាំងថវិកាទាំងសម្ភារៈបរិក្ខារតាមរយៈសកម្មភាពគៀករកមូលនិធិក្នុងមជ្ឈដ្ឋានសប្បុរសជនទាំងក្នុងប្រទេសទាំងក្រៅខេត្តសម្រាប់ត្រៀមបម្រុងទុកប្រើប្រាស់ក្នុងបេសកកម្មការងារមនុស្សធម៌ពិសេសក្នុងការងារឆ្លើយតបជួយសម្រាលការលំបាករបស់គ្រួសារងាយរងគ្រោះបំផុតនិងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗ